គ្រួសារមន្ត្រីសាធារណការនឹងដឹកជញ្ជូនខេត្តមណ្ឌលគិរីនាំមន្ត្រីចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរដើម្បីលើកទឹកចិត្តនិងពង្រឹងស្មារតីសាមគ្គីភាពស្មារតីលើកកម្ពស់សុខភាពស្មារតីសាមគ្គីភាពនិងជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ខ្ជាប់ខ្ជួនរបស់មន្ត្រីរាជការពេញមួយឆ្នាំ2025លោករស់គឹមធុនប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីបានដឹកនាំមន្ត្រីនៃគ្រួសារមន្ត្រីដែលមានមន្ត្រីសរុបជាង40រូបទៅកាន់ខេត្តសៀមរាបក្នុងនោះមានមន្ត្រីចំនួន24នាក់បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ដ៏ធំនិងល្បីល្បាញប្រចាំឆ្នាំគឺរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅមុខប្រាសាទអង្គរវត្តសកម្មភាពនេះគឺជាការបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរចំពោះមន្ត្រីទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែទាំជួសជុលនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងវិស័យដឹកជញ្ជូនក្នុងខេត្តមណ្ឌលគិរីនាពេលកន្លងមកគោលបំណងនៃដំណើរទស្សនកិច្ចរួមគ្នានេះគឺជាកាដូលើកទឹកចិត្តផ្ដល់ឱកាសឲ្យមន្ត្រីបន្ធូរអារម្មណ៍និងទទួលបានបទពិសោធន៍ថ្មីៗមុនបំណាច់ឆ្នាំនិងពង្រឹងកម្លាំងផ្ទៃក្នុងបង្កើនស្មារតីស្និទ្ធស្នាលភារភាពនិងការរួបរួមគ្នាក្នុងចំណោមមន្ត្រីនៃគ្រួសារមន្ទីរឲ្យកាន់តែរឹងមាំជំរុញវប្បធម៌កីឡាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាសុខភាពតាមរយៈការលេងកីឡាព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមនាថ្ងៃទី7ខែធ្នូឆ្នាំ2025នៅបរិវេណដ៏ពិសិដ្ឋនៃប្រាសាទអង្គរវត្តពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាការចូលរួមរបស់មន្ត្រីមន្ទីរសាធារណការខេត្តមណ្ឌលគិរីធ្វើឡើងស្របពេលជាមួយអត្តពលិកចម្រុះជាតិសាសន៍ដ៏ច្រើនសន្ធឹកសន្ធាប់គឺចំនួន 16,000 នាក់ដែលតំណាងឲ្យ86ជាតិសាសន៍ទូទាំងពិភពលោកទស្សនវិជ្ជានៃការរត់ប្រណាំងកាត់ទីធ្លាប្រាសាទបុរាណបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់មន្ត្រីទាំងអង្គបន្ថែមពីការចូលរួមក្នុងសកម្មភាពកីឡាលោកប្រធានមន្ត្រីក៏បានរៀបចំកម្មវិធីពិសេសដោយនាំមន្ត្រីទាំងអស់ដើរកម្សាន្តនិងទស្សនាប្រាសាទបុរាណនានាក្នុងតំបន់អង្គរសកម្មភាពវប្បធម៌នេះមានគោលបំណងឲ្យមន្ត្រីទាំងអស់បានសិក្សាឆ្វេងយល់ផ្ទាល់ពីមរតកវប្បធម៌ដ៏សម្បូរបែបនិងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍសម្បត្តិបេតិកភណ្ឌពិភពលោកសរុបមកដំណើរទស្សនកិច្ចនិងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិនៅខេត្តសៀមរាបគឺជាការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាងសុខភាពសាមគ្គីភាពនិងការលើកកម្ពស់មោទនភាពជាតិដែលនឹងក្លាយជាកម្លាំងចលករថ្មីជំរុញឲ្យមន្ត្រីនៃគ្រួសារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីបន្តបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់និងភាពរឹងមាំនាឆ្នាំបន្តបន្ទាប់ជួយពួកនាយសំពៅដែលត្រូវខ្យល់ខ្ជុះនេះបោះបោកលិចបាទដល់ពេលលិច